មករយៈនេះមានអតិថិជនគាត់សួរច្រើនមែនតើមកកាន់អ្នកគ្រូផ្ទាល់មិនថាគាត់ឆាតចូល page មិនថាអតិថិជនដែលមកពិភាក្សាផ្ទាល់ទេគាត់សួរថាតើផលិតផល3មុខហ្នឹងចាំបាច់ត្រូវតែប្រើអត់ចាបើចំពោះខ្ញុំវិញគឺចាំបាច់ណាចាចាំបាច់បំផុតគឺយើងត្រូវផ្ដល់សំណើមដល់ស្បែកយើងជាមួយនឹង Exo Gel ចាធម្មតាស្បែកដែលស្ងួតបើសិនជាយើងអត់ផ្ដល់សំណើមទេគឺវាមិនងាយនឹងបានផលមកវិញទេមិនថាទោះយើងប្រើផលិតផលអីក៏ដោយថ្លៃកម្រិតណាក៏ដោយបើសិនជាយើងមិនព្យាយាមផ្ដល់សំណើមដល់ស្បែកទេការប្រើប្រាស់ផលិតផលទាំងអស់នោះគឺវាមិនទទួលបានផល 100% នោះទេចាហើយចាំបាច់បំផុតទៀតនោះគឺការពារកម្ដៅថ្ងៃនេះមិនថាបងបរោះមិនថាបងនារីធ្វើការក្នុងម្លប់ក្នុងត្រជាក់ក្នុងម៉ាស៊ីនត្រជាក់ឬក៏ធ្វើការក្រោមកម្ដៅថ្ងៃហូរញើសកម្រិតណាឯងបើសិនជាករណីថាបងមិនបានការពារឲ្យបានត្រឹមត្រូវមាន SPF ឲ្យបានត្រឹមត្រូវទេអាហ្នឹងដូចយើងអត់បានអញ្ចឹងចាអញ្ចឹងពីរហ្នឹងគឺចាំបាច់បំផុតតែម្ដងសម្រាប់បងទាំងអស់គ្នាមិនថាបងមានបញ្ហាមុខស្ដើងក្រហមមិនថាបងមានបញ្ហាមុខជោមទេណាហើយបើសិនជាផលិតផលម៉ាស់នេះវិញសួរថាចាំបាច់អត់ប្រើរាល់ថ្ងៃអត់ខ្ញុំសូមឆ្លើយថាចាំបាច់ដូចគ្នាប៉ុន្តែយើងអាចបិទចន្លោះថ្ងៃគ្នាបានមិនចាំបាច់ដល់ថ្នាក់ថា30ថ្ងៃមួយខែ30ថ្ងៃប្រើទាំង30ថ្ងៃនោះទេអានេះយើងអាចត្រឹម4-5ថ្ងៃឬក៏មួយសប្តាហ៍យើងបិទ4ថ្ងៃទៅ5ថ្ងៃអាហ្នឹងអូខេណាតែចំពោះផលិតផលពីរមុខនេះវិញគឺខ្ញុំ recommend មិនឲ្យលើសមិនឲ្យខានមួយថ្ងៃតែម្ដងចាអញ្ចឹងបងអតិថិជនគាត់បានសួរមកកាន់អ្នកគ្រូមិនថានៅក្នុង page មិនថាមកជួបផ្ទាល់គឺខ្ញុំតែងតែ recommend ប្រាប់គាត់ទេថាស្បែកយើងសំខាន់បំផុតគឺត្រូវផ្ដល់សំណើមដល់ស្បែកត្រូវការពារស្បែកពីប្រព័ន្ធពន្លឺព្រះអាទិត្យផ្សេងមិនថាពន្លឺពីទូរស័ព្ទឬក៏ពន្លឺថ្ងៃពី UVA UVB អីទេគឺត្រូវតែការពារឲ្យបានដិតដល់មែនទែនដើម្បីថែរក្សាស្បែកយើងកុំឲ្យទទួលផលពីពន្លឺទាំងអស់ហ្នឹងអញ្ចឹងគឺมันអាចចោលទេគឺ copper sunscreen អញ្ចឹងជាចុងក្រោយបើសិនជាបងប្អូនមានសំណួរឬក៏ចម្ងល់អីបន្ថែមអាច comment សួរនៅខាងក្រោមវីដេអូនេះអរគុណច្រើនបាយបាយ